ក្រុមហ៊ុនអាកាសចរ Firefly Airlines នឹងបើកដំណើរការជើងហោះហើរត្រង់ថ្មីពីទីក្រុងកូឡាឡាំពួរមកកាន់ខេត្តសៀមរាបក្រុមហ៊ុនអាកាសចរ Firefly Airlines ជាក្រុមហ៊ុនបុតសម្ព័ន្ធរបស់ Malaysia Airlines បានប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរថ្មីត្រង់តភ្ជាប់ពីទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីមកកាន់ខេត្តសៀមរាបប្រទេសកម្ពុជាចាប់ពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះការប្រកាសនេះបានធ្វើឡើងក្រោយជំនួបពិភាក្សាការងាររវាងឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរជាមួយនឹងតំណាងក្រុមហ៊ុនអាកាសចរ Malaysia Airlines នៅកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី30ខែកញ្ញាឆ្នាំ2025កន្លងទៅនេះសូមជម្រាបថាសេវាកម្មហោះហើរត្រង់ថ្មីនេះនឹងដំណើរការចំនួន3ជើងក្នុងមួយសប្តាហ៍គឺនៅរៀងរាល់ថ្ងៃអង្គារថ្ងៃប្រហ័សនិងថ្ងៃសៅរ៍